លំហៀបញ្ជាការយុទ្ធភូមិភាគទី3ថៃលោកវរធេពប៊ុនយ៉ាបានបង្ហាញក្តីបារម្ភរបស់លោកនៅវេលារសៀលថ្ងៃសៅរ៍ទី22ខែវិច្ឆិកាឆ្នាំ2025នេះថាស្ថានភាពប្រយុទ្ធរវាងទាហានថៃនិងទាហានមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅឡើយបន្ទាប់ពីមានករណីគប់គ្រាប់បែកដៃចំនួន1គ្រាប់ចូលក្នុងភូមិរបស់ថៃដែលស្ថិតនៅក្នុងស្រុកម៉ែសតខេត្តតាបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋថៃចំនួន4ខ្នងការកើតឡើងនៅក្នុងប្រទេសថៃគឺកើតឡើងមិនចេះចប់មិនចេះហើយនៅទេបន្ទាប់ពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលបានកើតឡើងរយៈពេល3-4ខែកន្លងមកនេះហើយអ្វីដែលកាន់តែពិសេសនេះគឺក្នុងរយៈពេលថ្មីនេះគឺមានភាពតានតឹងរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅក្នុងភាពតានតឹងខ្លាំងនៅឡើយហើយបើតាមព័ត៌មានជាច្រើនបានចុះផ្សាយតាក់ទងជាមួយនឹងព័ត៌មានដែលមានភាពតានតឹងរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃលំហៀបញ្ជាការយុទ្ធភូមិភាគទី3ថៃលោកវរធេពប៊ុនយ៉ាបានបង្ហាញក្តីបារម្ភរបស់លោកនៅវេលារសៀលថ្ងៃសៅរ៍ទី22ខែវិច្ឆិកាឆ្នាំ2025នេះថាស្ថានភាពប្រយុទ្ធរវាងទាហានថៃនិងទាហានមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅឡើយបន្ទាប់ពីមានករណីគប់គ្រាប់បែកដៃចំនួន1គ្រាប់ចូលក្នុងភូមិរបស់ថៃដែលស្ថិតនៅក្នុងស្រុកម៉ែសតខេត្តតាបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋថៃចំនួន4ខ្នងនេះបើសិនជារឿងនឹងកើតឡើងតាក់ទងជាមួយនឹងប្រទេសកម្ពុជានិងប្រទេសថៃប្រហែលជាចោទកម្ពុជាថាបានរំលោភបំពានបទឈប់បាញ់ឬក៏កិច្ចព្រមព្រៀងហើយប៉ុន្តែនេះគឺបានកើតឡើងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាថាតើថៃដោះស្រាយដោយរបៀបណាដោយសារប្រទេសមីយ៉ាន់ម៉ាដោយបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយគឺមិនស្លូតទេគឺកាលណាតែប៉ះគេហើយគឺមីយ៉ាន់ម៉ានឹងដាក់មកវិញហើយបាទសូមបញ្ជាក់ផងដែរថាលោកក៏បានបញ្ជាឲ្យទាហានថៃគប់គ្រាប់បែកដៃឆ្លើយតបទៅនឹងការព្រមានទៅលើទាហានមីយ៉ាន់ម៉ាវិញផងដែរដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនថៃនៅខេត្តតាដែលមានចម្ងាយប្រហែលជា1គីឡូម៉ែត្រតែប៉ុណ្ណោះពីកន្លែងប៉ះទង្គិចគ្នារបស់ទាហានមីយ៉ាន់ម៉ាលោកបានបន្ថែមទៀតថាលោកកំពុងបើកការចរចាជាមួយនឹងអង្គភាពសម្របសម្រួលព្រំដែនថៃដែលយើងហៅកាត់ថា TBC ដើម្បីធ្វើយ៉ាងណាសម្របសម្រួលជាមួយនឹងទាហានមីយ៉ាន់ម៉ាទប់ស្កាត់និងធានាថាគ្រាប់បែករបស់ទាហានមីយ៉ាន់ម៉ានឹងមិនត្រូវឆ្លងចូលព្រំដែនរបស់ថៃនោះទៀតនោះទេចឹងថៃប៉ះរបស់ពិតហើយបងប្អូនគឺថៃប៉ះជាមួយមីយ៉ាន់ម៉ាហើយដោយដែលបងប្អូនដឹងហើយថាប្រទេសមីយ៉ាន់ម៉ាឬក៏ភូមាហ្នឹងគឺមិនស្លូតទេដោយកម្ពុជាទេកាលណាតែប៉ះហើយគឺរលាកហើយបាទចឹងព័ត៌មានតកតូនជាមួយនឹងមានភាពតានតឹងរវាងប្រទេសភូមាហើយនិងប្រទេសថៃហ្នឹងគឺសូមបញ្ចប់តែប៉ុណ្ណឹងដើម្បីចែកជូនបងប្អូនទាំងអស់គ្នា